បាទអញ្ចឹងពេលនេះគឺយើងចូលដល់ផ្នែកសំខាន់មួយពាក់ព័ន្ធជាមួយនឹងការបង្កើតជាមួយនឹងវីដេអូរបស់យើងអញ្ចឹងបងប្អូនបានដឹងស្រាប់ហើយថាវីដេអូរបស់យើងអាចបង្កើតចេញពី slide presentation ក៏បានឬក៏យើងអាចបង្កើតចេញពីប្រព័ន្ធផ្សេងៗដូចជា social media របស់យើងមាន Facebook មាន YouTube មានផ្នែកសំខាន់ៗទៀតជាច្រើនអញ្ចឹងពេលនេះលោកគ្រូសូមធ្វើការណែនាំអំពី effect transition mode របស់យើងហើយក៏បងប្អូនបានសិក្សារួចមកហើយពីប្រភពនៅក្នុងការរកវីដេអូខ្លីៗហើយបូកផ្សំជាមួយនឹងផ្នែកសំខាន់ផងដែរអញ្ចឹងពេលនេះលោកគ្រូសូមបង្ហាញជាមួយនឹងប្រភពដែលយើងទៅរកវីដេអូសំខាន់ឧទាហរណ៍ពេលនេះបងប្អូនចង់រកវីដេអូអំពីប្រធានបទរបស់យើងផ្សេងអញ្ចឹងលោកគ្រូសូមយកវីដេអូមួយពាក់ព័ន្ធជាមួយនឹង computer ក៏បានឬក៏អីក៏បានដែរពាក់ព័ន្ធជាមួយនឹងប្រធានបទរបស់យើងដែលយើងចង់បង្កើតជាមួយនឹងវីដេអូដើម្បីធ្វើបទបង្ហាញផ្សេងឬក៏ផ្នែកសំខាន់មួយចំនួនអញ្ចឹងពេលនេះលោកគ្រូសូមយកជាមួយនឹង computer ផ្សេងទៀតហើយលោកគ្រូនឹងបញ្ចូលជាមួយវីដេអូមួយចំនួនឬក៏លោកគ្រូសូម2ឬក៏4ទៅតាមនឹងទៅបាទពាក់ព័ន្ធជាមួយនឹងផ្នែកវីដេអូរបស់យើងអញ្ចឹងនៅពេលណាដែលបងប្អូនធ្វើការបញ្ចូលវីដេអូចូលទៅក្នុងផ្ទាំង platform ការងាររបស់យើងហើយយើងធ្វើការ zoom វីដេអូរបស់យើងបន្តិចបាទ zoom នេះគឺខាងលើគឺយើងคลิกទៅខាងលើដើម្បីzoom ខាងលើហើយយើងមានការ zoom នៅផ្នែកខាងក្រោមផងដែរដើម្បីឲ្យវីដេអូរបស់យើងនឹងវាមានទំហំខ្លីเนาะបាទទំហំខ្លីដើម្បីឲ្យយើងដឹងថាតើប្រធានបទរបស់យើងចង់និយាយអំពីអីអញ្ចឹងពេលនេះលោកគ្រូមានជាមួយនឹងវីដេអូមួយចំនួនហើយឥឡូវលោកគ្រូសូមអូសវីដេអូរបស់យើងបាទសូមអូសវីដេអូរបស់យើងយកមកដាក់នៅខាងនេះវិញហើយបន្តមកទៀតយើងយកវីដេអូដើមរបស់យើងក៏ដាក់ចូលបែបនេះវិញឬមួយក៏យើងអាចអូសមកវិញក៏បានដែរណាបាទអញ្ចឹងបងប្អូនអាចអូសតាមអ្វីដែលលោកគ្រូបង្ហាញនេះយើងចាប់លើវីដេអូហ្នឹងយើងអូសមកខាងឆ្វេងខាងស្ដាំមុខក្រោយតាមហ្នឹងទៅតាមអ្វីដែលយើងចង់បានបន្តមកទៀតគឺគោលដៅយើងនៅពេលនេះគឺយើងចង់ដាក់ជាមួយនឹង transition effect เนาะ transition effect អញ្ចឹងមុនពេលដែលយើងអាចដាក់បានយើងទៅស្គាល់សិនថា transition effect នេះគឺជាអ្វីហើយបន្តមកទៀតជាមួយនឹងការក្របជាមួយនឹងរូបភាពឬវីដេអូរបស់យើងនេះបងប្អូនអាចធ្វើការក្របហើយយើងគេហៅថា trim ហ្នឹងគឺជាការកាត់ផ្ដាច់វីដេអូរបស់យើងណាបាទជាការកាត់ផ្ដាច់វីដេអូរបស់យើងដោយយើងចង់ផ្ដាច់ត្រង់ណាឬក៏យើងដាក់ split ក៏បានដែរ split មានជាការកាត់ផ្ដាច់ជាមួយនឹងវីដេអូរបស់យើងដើម្បីឲ្យវាមានប្រវែងខ្លីហើយបន្តមកទៀតយើងអាចអូសយើងអាចយកមករបស់យើងនៅខាងហ្នឹងអូសយកក៏បានដែរណាយើងអាចអូសឆ្វេងស្ដាំទៅដើម្បីឲ្យវីដេអូរបស់យើងខ្លីឬក៏ធំឬក៏ប្រវែងឡែងរបស់យើងនឹងវាធំជាងមុនបាទនេះគឺជាអ្វីដែលយើងចង់កំណត់អញ្ចឹងវីដេអូរបស់យើងអាចកំណត់ឡែងឬក៏ហៅថា timer ហ្នឹងគឺតាមរយៈនឹងឯងគឺយើងអាចកំណត់ប្រវែង45វិនាទីតោះឥឡូវយើងដាក់ជាមួយនឹង transaction វិញបាទបងប្អូនអាចយក mouse របស់យើងយកមកដាក់ចំកន្លែងនេះបាទយកកន្លែងសញ្ញានេះតោះទីយើងដាក់ add transaction របស់យើងគឺមានច្រើនហើយយើងអាចធ្វើការផ្លាស់ប្ដូរពី transaction មួយទៅ transaction មួយតាមអ្វីដែលគេបង្ហាញនៅក្នុងនេះណាបាទអញ្ចឹងយើងអាចមើលឃើញពី transaction នីមួយៗពីការដំណើរការបាទក្នុងនេះគឺអាស្រ័យទៅលើប្រភេទ transaction នីមួយៗដែលគេបានបង្ហាញយើងថាយើងដាក់បានអីខ្លះចំពោះ duration វិញគឺជាចលនានៅក្នុងការផ្លាស់ប្ដូរ scene នីមួយៗហ្នឹងតើបងប្អូនចង់ដាក់ប៉ុន្មាន duration នេះគឺជា second ណា second នេះគឺ1បើយើងរាប់1នេះគឺថា1 second 1 2 3អញ្ចឹងទៅអញ្ចឹងឧទាហរណ៍គ្រូចង់ដាក់2 second ណា2 second ហើយបន្តមកទៀតយើងអាចឲ្យ style transition របស់យើងនេះរត់ពីឆ្វេងទៅស្ដាំពីលើមកក្រោមតាមប្រភេទដែលយើង add ចូលហើយក៏យើងអាចបដូរបានដែរណាយើងអាចបដូរបានទៅតាម transition ផ្សេងទៀតអញ្ចឹងបងប្អូនដឹងទី1គឺ transition សម្រាប់ប្រើប្រាស់មួយទៀតគឺ duration សម្រាប់យើងប្រើទៅលើវីដេអូរបស់យើងគឺកន្លែងដែលយើងផ្លាស់ប្ដូរ scene ហ្នឹងនេះគឺជាកន្លែងនេះឯងណាបាទមួយទៀតគឺយើងអាច add ដូចគ្នាយើង add ចូលកន្លែងទៅនេះគឺជាការ add ជាមួយ transition effect របស់យើងហើយបងប្អូនអាចមើលឃើញថាយើងចង់ add បែបណាបាទអញ្ចឹងយើងអាច add ចូលទៅឬក៏យើងអូសទៅខាងលើនេះក៏មានដាក់ apply all between all scene ណាបាទ apply between all scene មានថាយើង apply ចូលទាំងអស់សម្រាប់ transition របស់យើងហ្នឹងហើយចុះកន្លែងនេះវិញកន្លែងសញ្ញាបូនគេដាក់ដល់ធ្វើអីជិះគេថាដាក់ add media blank add media blank នេះមានថាបងប្អូនអាចបំពេញបន្ថែមជាមួយនឹងវីដេអូឬក៏រូបភាពមួយចំនួនទៀតដែលយើងចង់បំពេញលើនឹងណាបំពេញគឺត្រង់ចំណុចនឹងតែម្ដងយើងចង់ដាក់ចន្លោះនេះយើងអាច add ចូលចន្លោះនឹងបានដើម្បីឲ្យវីដេអូរបស់យើងកាន់តែមានភាពស្រស់ស្អាតឬក៏បងប្អូនចង់ add ជាមួយនឹងផ្នែកសំខាន់ទៀតនៅក្នុងចន្លោះនឹងឯងតោះឥឡូវយើង add ឲ្យអស់ទៅនេះគឺជា text របស់យើងចំពោះ audio យើងដឹងហើយការ add ចូលនោះគឺយើងអាចចុចនៅកន្លែងនេះបន្តមកទៀតយើងអាច voice over ក៏បានដាក់ sound effect ក៏បានឬក៏ music ក៏បានដែរ
អញ្ចឹងលោកគ្រូសូមដាក់ music មួយបាទបាទសូមចុច add បញ្ចូលមកអូខេadd បញ្ចូលហើយយើងដាក់នៅក្នុងនេះណាបាទអញ្ចឹងយើងដាក់នៅក្នុងនឹងមកហើយបន្តមកយើងសាក play មើលអូខេអញ្ចឹងនៅពេលហ្នឹងគឺជាទូទៅគឺវីដេអូរបស់យើងពេលដែលយើងធ្វើជាវីដេអូខ្លីៗបងអាចបរួមជាមួយនឹងផ្នែកនៅក្នុងស៊ីនរបស់យើងនីមួយៗយើងអាចបរួមវាខ្លីៗមកដើម្បីឲ្យវីដេអូរបស់យើងកាន់តែមានភាពតាក់ទាញហើយធ្វើឲ្យវីដេអូរបស់យើងនឹងចំណាយពេលកាន់តែតិចដើម្បីឲ្យបងប្អូនចំណាយពេលទៅការ design មួយព្រោះនៅក្នុង Canva របស់យើងគឺអនុញ្ញាតឲ្យបងប្អូនធ្វើការ design ជាមួយនឹងវីដេអូរបស់យើងខ្លីៗទេមិនជាវែងប្រហែលទេព្រោះសារអ្វីដែលសំខាន់នោះគឺចង់ឲ្យបងប្អូនយល់អំពីមូលដ្ឋានគ្រឹះនៅក្នុងការរៀបចំវីដេអូឬក៏រៀបចំប្លង់ស៊ីននីមួយៗឬក៏ប្រភពនៅក្នុងការទៅរកវីដេអូជាស៊ីនរបស់យើងនីមួយៗនេះឲ្យបងប្អូនបានធ្វើការសិក្សាស្រាវជ្រាវពេញបន្ថែមទៀតណាហើយមួយទៀតពាក់ព័ន្ធជាមួយនឹង color ឬក៏ filter បងប្អូនដឹងស្រាប់ហើយយើងអាចប្រើប្រាស់បានអញ្ចឹងយើងមកមើលផ្នែកខាងលើនេះតើបងប្អូនមើលមកតើមានអីខ្លះមាន speed មាន crop មានទាំងអស់ហ្នឹងគឺយើងសុទ្ធតែជាកន្លែងដែលយើងប្រើប្រាស់ពីមុនមកហើយเนาะបាទមានដូចជា position នេះគឺសម្រាប់មើលទៅលើ layer របស់យើងនីមួយៗបាទ layer របស់យើងនៅត្រង់ណាបាទអញ្ចឹងទៅនេះគឺមិនមានអីច្រើនទេបាទយើងចូលទៅមើល layer ទៅវាអត់មានបន្ទាប់អីច្រើនដូចនៅក្នុងកម្មវិធីរបស់យើងដែលយើង design ជាមួយ poster ទេព្រោះសារអីព្រោះសារយើងមានជាមួយនឹងកន្លែងដែលយើងធ្វើការ design នេះរួចហើយមានកន្លែងមានដូចជា layer នីមួយៗនេះគឺមានដូចជា scene នីមួយៗមានទាំង section មានអស់ហ្នឹងគឺសម្រាប់ឲ្យយើងប្រើប្រាស់រួចទៅហើយមិនចាំបាច់ទៅយើងទៅចូលប្រើប្រាស់ដូចជាជាមួយនឹងតែបងប្អូនប្រើទូទៅគឺយើង design poster ឬក៏ design រូបផ្សេងៗនេះគឺយើងប្រើបែបហ្នឹងឯងចំពោះ title របស់យើងអាច add element និង title ចូលហើយក្នុងគោលការណ៍នៅក្នុងការ add title នេះអ្វីដែលសំខាន់គឺបងប្អូនត្រូវតែយ៉ាងម៉េចបាទបងប្អូនត្រូវតែដឹងថាតើនៅក្នុង scene នីមួយៗរបស់យើងនឹងតើបងប្អូនចង់ឲ្យវាដំណើរការទៅលើអីបាទចង់បង្ហាញអំពីអីឧទាហរណ៍នៅក្នុង scene មួយនេះបាទ scene ដំបូងនេះលោកគ្រូដាក់បង្ហាញមកប៉ុន្តែយើងដាក់អំពីអីឧទាហរណ៍ថាយើងទៅសេលើនឹងមកយើងទៅសេលើនឹងតែម្ដងបាទមានថា computer for class student for student អញ្ចឹងទៅបាទ student for student បន្តមកទៀតយើងបរួម font បាទបងអាចចុចត្រង់នេះក៏បានឬយើងអាចបរួមតាមបែបនេះក៏បានដែរតើរូបអក្សររបស់យើងនោះបងចង់ដាក់ឲ្យនៅត្រង់ណាសិនជាបងមួយចង់ដាក់ត្រង់នេះមកហើយទៅពេលដែលចេញហ្នឹងគឺចេញមកតែម្ដងឬមួយក៏យើងចង់ដាក់ effect ឲ្យណាបាទអញ្ចឹងបើយើងចង់ដាក់ effect ឲ្យបងប្អូនចុចនៅលើកន្លែងហ្នឹងហើយយើងទៅរកពាក្យ effect របស់យើងណា effect ឬក៏ animation អញ្ចឹង effect គឺជាអីគឺជាការដាក់បំពេញបន្ថែមជាមួយនឹងពុម្ពអក្សររបស់យើងឲ្យកាន់តែមានភាពស្រស់ស្អាតឬក៏ចេញ color ផ្សេងៗដែលហៅនឹងស្រាប់ហើយចំពោះ animation គឺជាការដាក់ចលនាឲ្យអក្សររបស់យើងណាដូចគ្នាអញ្ចឹងបងប្អូនអាចដាក់តាមអ្វីដែលយើងបានបង្ហាញទៅមកអូខេអញ្ចឹងបន្តមកទៀតតើ scene ទី2បងប្អូនចង់បង្ហាញអំពីអីអានេះគឺជា computer lab ណា computer lab អញ្ចឹងលោកគ្រូដាក់ data center data center នេះគឺជាកន្លែងផ្ទុកទិន្នន័យណាអញ្ចឹងកន្លែងហ្នឹងបងប្អូនឆ្ងល់ថាលោកគ្រូ data center ហ្នឹងអីគេទៅបាទអញ្ចឹងបងប្អូនអាចទៅ search បន្ថែមទៀតថា data center យើងប្រើសម្រាប់អីណាអូខេបើយើងប្រើសិក្សាជាមួយមូលដ្ឋានគ្រឹះ computer បងប្អូនប្រកាសជាអាចស្វែងយល់បានថា data center នឹងប្រើសម្រាប់អីអញ្ចឹងកន្លែង font style មួយចំនួននេះបងប្អូនអាចប្រើប្រាស់បានជាមួយនឹង effect របស់យើងនេះយើងដាក់ទៅដើម្បីឲ្យ text របស់យើងកាន់តែស្រស់ស្អាតជាងមុនបន្តិចទៀតហើយយើងប្រើប្រាស់ជាមួយនឹង effect ទៅដើម្បីជួយឲ្យមានភាពតាក់ទាញពោះគោលដៅរបស់យើងក្នុងការប្រើប្រាស់គឺទីភាពតាក់ទាញនឹងឯងតោះឥឡូវយើងមកដាក់ជាមួយនឹង data center ហើយដាក់ជាមួយនឹង effect តិចមកបាទមាន word មានជាមួយនឹង line មានអីហ្នឹងគឺបាទយើងដាក់មកអូខេបន្តមកទៀតកន្លែងនេះគឺengineer នេះគាត់កំពុងធ្វើអីបាទគាត់កំពុងធ្វើអីមានថាឬក៏នៅ scene នេះបងចង់ដាក់ក៏បានដែរណាបងចង់ដាក់ scene ហ្នឹងក៏បានដែរយើងអាចចូលដល់ scene ទី2មានថាដាក់មួយទៀតមកគឺយើងដាក់ថា AI for AI in AI in
2026 បាទអញ្ចឹងមកអញ្ចឹងយើងផ្សារភ្ជាប់ជាមួយនឹងមេរៀនរបស់យើងហើយយើងដាក់ខាងនេះបាទហើយចំពោះ caption នេះផ្សេងៗទៀតគឺបងប្អូនអាចប្រើប្រាស់បានណាអត់មានបញ្ហាអីទេហើយយើងអាចដាក់មកប្រើប្រាស់ជាមួយនឹង animation របស់យើងផងអូខេអញ្ចឹងអ្វីដែលសំខាន់នោះគឺយើងប្រើអ្វីដែលយើងចង់បង្ហាញនោះគឺជាផ្នែកនៅក្នុងការប្រើប្រាស់ animation របស់យើងហើយនឹង animation effect របស់យើងហើយក៏មានច្រើនទៅតាមអ្វីដែលយើងដាក់ទៀតដែរអញ្ចឹងនៅក្នុងនេះលោកគ្រូមានផ្នែកប៉ុណ្ណឹងហើយបើបងប្អូនចង់បំពេញបន្ថែមឬក៏ចង់ design អីបន្តទៀតយើងអាច design ទៅតាមប្រភេទប្រធានបទរបស់យើងនីមួយៗហើយចុងក្រោយគឺយើងអាច preview មកអូខេយើងអាច preview ដើម្បីសាកល្បងពូធម្មតាពេលយើង preview ពេលយើង design យើងត្រូវការ preview ដើម្បីសាកល្បងមើលថាតើប្រជារបស់យើងគឺដំណើរការទៅល្អដែរឬទេមានផ្លេតរអួលត្រង់ណាដែរឬអត់អញ្ចឹងបាទអញ្ចឹងយើងអាច preview សិនហើយចាំយើង export ចេញយើង export ចេញ share មកបាទយើង share ហើយយើង download អូខេ download ប៉ុណ្ណឹងគឺប្រជារបស់យើងគឺត្រូវបានបញ្ចប់រួចរាល់ជាយើងអាចតេស្តបានណាអញ្ចឹងនេះគឺជាអ្វីដែលគ្រូចង់បង្ហាញបងប្អូនពីការអនុវត្តផ្ទាល់ទៅលើការដាក់ effect និង transition នៅលើវីដេអូរបស់យើងហើយមិនមែនមានតែប៉ុណ្្នេះទេវាមានច្រើនជាងនេះទៀតតាមអ្វីដែលបងប្អូនបង្ហាញនិងចង់បំពេញបន្ថែមទៅលើប្រធានបទរបស់យើងឲ្យតាមសមស្របទៅតាមមុខជំនាញនៅប្រែយើងចង់បង្ហាញដូចគ្នាបាទអញ្ចឹងពេលនេះយើងនឹងចូលទៅអនុវត្តទាំងអស់គ្នាអរគុណ